បាទសូមអរគុណច្រើនសម្រាប់ម្ចាស់សំណួរដែលសួរថាព្រះយេស៊ូវជានរណាព្រះយេស៊ូវគ្រីស្ទជានរណាជាស្ដែងមកយើងមើលបច្ចុប្បន្នគឺឈ្មោះថាយេស៊ូវសូម្បីជនជាតិប្រជាជនខ្មែរយើងក៏មានឈ្មោះថាយេស៊ូវដែរឧទាហរណ៍ដូចកាលពីប្រហែលឆ្នាំមុនខ្ញុំចុះទៅផ្សាយម្ដងល្អនៅស្រុកភូមិមួយនៅក្នុងខេត្តពោធិ៍សាត់ហើយនៅពេលនោះគឺខ្ញុំទៅអង្គុយញ៉ាំបង្អែមនៅតូបគេដែលលក់នៅក្នុងផ្លូវនៅតាមផ្លូវហើយខ្ញុំក៏សួរគាត់អ្នកលក់ដូរនៅទីនោះសួរថាតើនៅក្នុងភូមិមានអ្នកជឿលើព្រះយេស៊ូវឬមួយក៏អត់ហើយគាត់អ្នកលក់ដូរគាត់គាត់ជនជាតិខ្មែររស់រាយរាក់ទាក់ដែរគាត់ស្ដាប់សំណួរខ្ញុំអត់បានគាត់ក៏ប្រាប់ថាអូផ្ទះយេស៊ូវគឺនៅខាងមុខនោះដល់ទៅមុខបន្តិចទៅមានដើមឈើធំមួយផ្លូវកែងហ្នឹងហើយផ្ទះយេស៊ូវអញ្ចឹងខ្ញុំក៏សប្បាយចិត្តហើយខ្ញុំក៏សួរនាំគាត់ថាចុះនៅទីហ្នឹងមានអ្នកដែលជឿលើព្រះយេស៊ូវច្រើនទេក្រៅអំពីគាត់ដែលម្ចាស់ផ្ទះនៅហ្នឹងគាត់ក៏ឆ្លើយថាគាត់មានកូនចៅច្រើនដែរហើយខ្ញុំនៅពេលដែលគាត់សួរគាត់ឆ្លើយបែបដូចនោះទៅខ្ញុំគិតថាអូប្រហែលជាគាត់ជឿព្រះយូរហើយគាត់ក៏បាននាំអ្នកដែលនៅស្រុកភូមិហ្នឹងជឿលើព្រះយេស៊ូវឬមួយក៏ចេះមួយចុះពីរអញ្ចឹងណាដោយសារតែគាត់ឆ្លើយមកគឺគាត់ឆ្លើយអត់យល់ខ្ញុំសួរថាសួរពីអ្វីហើយដល់ពេលខ្ញុំស្ដាប់គឺខ្ញុំស្ដាប់ផ្ដោតទៅលើថាទីកន្លែងហ្នឹងគឺជាកន្លែងដែលអ្នកដែលជឿព្រះយេស៊ូវហើយមានការថ្វាយបង្គំនិងផ្សាយនឹងល្អអញ្ចឹងទៅឬខ្ញុំក៏សួរទៅគាត់វិញសួរអូចុះអ៊ីជឿព្រះយេស៊ូវដែរគាត់រៀងសង្ហាក់បន្តិចគាត់ថាមានអីយេស៊ូវឲ្យខ្ញុំល្អគ្នាដែរមានរឿងអីហើយខ្ញុំនៅពេលដែលការសន្ទនាបែបហ្នឹងខ្ញុំក៏អត់ចាប់អារម្មណ៍រួចក៏ឃើញគាត់ដូចរៀងឆ្ងល់ជាមួយខ្ញុំឬមួយក៏យ៉ាងម៉េចមិនដឹងខ្ញុំក៏លែងសួរគាត់ទៀតទៅហើយគាត់ក៏បន្តលក់ដូរហើយញ៉ាំអែមរួចខ្ញុំក៏ធ្វើដំណើរទៅផ្ទះដែលគាត់ប្រាប់ថានៅផ្លូវជ្រុងមានដើមឈើនឹងឯងតែថាជាផ្ទះយេស៊ូវដល់ពេលខ្ញុំទៅដល់គឺភ្ញាក់ផ្អើលជួបអ៊ំស្រីខ្ញុំសួរអ៊ំហ្នឹងមិនមែនផ្ទះអ្នកជឿព្រះយេស៊ូវនៅពេលនោះគឺយ៉ាងម៉េចគាត់ថាបាទខ្ញុំហ្នឹងហើយយេស៊ូវបាទគឺបើយើងគិតទៅរៀងកំ pl ែងបន្តិចកំ pl ែងបន្តិចពីព្រោះអីគាត់អ្នកឆ្លើយគឺគាត់ដឹងតែខ្លួនគាត់គឺឈ្មោះថាយេស៊ូវសម្រាប់ខ្ញុំសួររកអ្នកដែលជឿលើព្រះយេស៊ូវដល់ពេលនិយាយទៅគឺសើចទាំងខ្ញុំតែខ្ញុំមិនហ៊ានសើចលឺឬក៏នេះទេគឺខ្ញុំសើចទៅហើយគាត់ក៏សើចគាត់ថាអូខ្ញុំមិនមែនអ្នកជឿព្រះយេស៊ូវទេតែខ្ញុំឈ្មោះយេស៊ូវដោយសារតែអំពុកម្ដាយគាត់ដាក់ឈ្មោះគាត់តាំងពីហ្នឹងមកមិនដឹងថាហេតុអីបានឈ្មោះយេស៊ូវអញ្ចឹងទៅហើយដល់ពេលអញ្ចឹងគេក៏ហៅថាយេស៊ូវអញ្ចឹងទៅហើយជាការល្អនៅផ្ទះហ្នឹងក្រោយមកគឺយើងសុំផ្ទះគាត់កន្លែងសម្រាប់ជួបជុំគ្នាថ្វាយគុំព្រះហើយផ្សព្វផ្សាយល្អមានបង្រៀនកុមារក្មេងហើយនឹងជើញចាស់និងយុវជនក្នុងភូមិថ្វាយគុំព្រះអង្គទៅហើយសប្តាហ៍គឺទុកឲ្យអ្នកនៅខាងខេត្តពោធិ៍សាត់ជាអ្នកដែលរៀបចំវិលមកវិញបើយើងនិយាយទៅថាព្រះយេស៊ូវជានរណានៅពេលខ្លះអាចច្រឡំដែរពីព្រោះឲ្យមានអ្នកខ្លះគឺមើលទៅស្តៀងនឹងព្រះយេស៊ូវអញ្ចឹងគឺទាំងការប្រព្រឹត្តហើយនឹងក្រុមកូនចៅគាត់នឹងឯងគឺដូចជាអ្នកដែលដូចជាព្រះយេស៊ូវគឺការបង្រៀនការហូបចុកតាមច្បាប់ទម្លាប់អីគឺមើលទៅគឺជាអ្នកដែលជឿព្រះហើយពិតជាព្រះយេស៊ូវមែនគឺយើងមើលទៅគឺការច្រឡំអញ្ចឹងដូចយើងឃើញមានឈ្មោះថាយេស៊ូវគឺមានយេស៊ូវកើតថ្មីមកនៅពីប្រទេសកូរ៉េដែលគេបញ្ជាក់ថាគេជាព្រះមេស៊ីគឺជាព្រះយេស៊ូវដែលមកបំពេញបេសកកម្មរបស់ព្រះដែលព្រះយេស៊ូវដែលមុនលើកទី1សគត់លើជើងឆ្កាងគឺអត់ទាន់បានសង្គ្រោះមនុស្សបានគ្រប់លក្ខទេអញ្ចឹងគាត់នឹងឯងគឺកើតមកដើម្បីធ្វើឲ្យសេចក្តីសង្គ្រោះបានគ្រប់លក្ខហើយយើងក៏ឃើញមានយេស៊ូវនៅឯចិនចិនគឺមកពីស្រុកចិនហើយគាត់ប្រាប់ថាគាត់ជាយេស៊ូវយើងវិលត្រឡប់មកលើផែនដីជាលើកទី2តាមសេចក្តីសន្យាហ
ហើយក៏មានយេស៊ូនៅហ្វីលីពីននិងយេស៊ូនៅខាងអឺរ៉ុបជាច្រើនដែរគឺទាំងអស់ហ្នឹងគឺមានឈ្មោះថាយេស៊ូហើយការបង្រៀនរបស់គេទាំងអស់គ្នាហ្នឹងគឺបង្រៀនខ្លះក៏ចេញអំពីព្រះគម្ពីរខ្លះទៀតក៏បំវែព្រះគម្ពីរទៅតាមការបង្រៀនរបស់គេក៏មិនដែរសួរថាតើយេស៊ូទាំងអស់ហ្នឹងដែលយេស៊ូមកពីស្រុកចិនយេស៊ូមកពីកូរ៉េយេស៊ូមកហ្វីលីពីនយេស៊ូមកពីអាមេរិកយេស៊ូមកពីអឺរ៉ុបហ្នឹងឬក៏យេស៊ូមកពីណាក៏ដោយតើជាយេស៊ូពិតប្រាកដជាព្រះសង្គ្រោះឬមួយក៏ជាយេស៊ូដូចជាយេស៊ូដែលម្នាក់ដែលខ្ញុំជួបនៅខេត្តពោធិ៍សាត់ដែលគាត់មានឈ្មោះថាយេស៊ូក៏ប៉ុន្តែគាត់មិនមែនជាព្រះយេស៊ូនេះគឺជាសំណួរដែលយើងត្រូវពិចារណាទាំងអស់គ្នាពីព្រោះអីនៅក្នុងព្រះគម្ពីរគឺព្រះយេស៊ូវគ្រីស្ទព្រះអង្គទ្រង់ផ្ទាល់គឺព្រះអង្គបានបង្រៀនបានប្រាប់ថានឹងមានមនុស្សជាច្រើនយកឈ្មោះខ្ញុំទៅប្រើមានហោរាคล้ายមានពួកព្រះគ្រីស្ទคล้ายនឹងមកដើម្បីនាំពួកជំនុំរបស់ព្រះឲ្យក្បត់ទាស់នឹងព្រះដូច្នេះដើម្បីស្គាល់ថាតើព្រះយេស៊ូពិតប្រាកដជាអង្គបុគ្គលមួយណាគឺយើងត្រូវតែមើលតាមព្រះគម្ពីរហើយមានតែព្រះគម្ពីរតែមួយគត់គឺព្រះគម្ពីរប៊ីបដែលជាចង្កៀងសម្រាប់បំភ្លឺយើងឲ្យស្គាល់សេចក្តីពិតហើយដើម្បីស្គាល់សេចក្តីពិតបានស្គាល់ព្រះយេស៊ូវគ្រីស្ទឲ្យច្បាស់បានមានតែយើងរៀនឲ្យស្គាល់តាមរយៈព្រះគម្ពីរគឺយើងអាចរៀនពីអ្វីផ្សេងក្រៅអំពីព្រះគម្ពីរនោះទេនៅពេលខ្លះដូចជាខ្ញុំឲ្យឧទាហរណ៍ជាក់ស្ដែងមុននោះគឺខ្ញុំចង់ដឹងថាតើនៅកន្លែងហ្នឹងភូមិហ្នឹងមានអ្នកជឿព្រះយេស៊ូវទេគឺខ្ញុំរកតាមរយៈសួរព័ត៌មានតាមរយៈអ្នកដែលលក់បង្អែមអញ្ចឹងគាត់អត់ច្បាស់គាត់ឆ្លើយព័ត៌មានមកខ្ញុំដោយអត់ច្បាស់ដែរហើយជាការពិតដោយសារតែគាត់នឹងឈ្មោះយេស៊ូវអញ្ចឹងគឺគាត់ប្រាប់ខ្ញុំឲ្យទៅឲ្យដល់ឈ្មោះយេស៊ូវហ្នឹងក៏ប៉ុន្តែមិនមែនជាអ្នកដែលជឿព្រះយេស៊ូវហើយគាត់នោះឯងក៏មិនមែនជាព្រះយេស៊ូវគ្រីស្ទដែលជាព្រះសង្គ្រោះដែរនៅក្នុងព្រះគម្ពីរទី1គឺខ្ញុំចង់ឲ្យលោកបងប្អូនបានចាប់អារម្មណ៍ទៅនៅក្នុងព្រះគម្ពីរលោកុបាទចំពុក3ខ16នៅពេលដែលអាដាមហើយនិងអេវ៉ាដែលជាមនុស្សដំបូងបានធ្លាក់ចេញពីអំពើបាបដោយសារតែមិនបានកាន់តាមបញ្ញត្តិរបស់ព្រះនៅពេលនោះគឺព្រះអង្គបាននិយាយអំពីទោសទណ្ឌនិយាយអំពីលទ្ធផលដែលមនុស្សទទួលបានហើយនឹងសត្វដែលជាឧបករណ៍របស់អារក្សបាននាំឲ្យមនុស្សធ្លាក់ក្នុងអំពើបាបហ្នឹងទទួលបានហើយយើងឃើញនៅក្នុងខទីចំពុក3ខ16ព្រះអង្គបានមានបន្ទូលទៅកាន់សត្វពស់ដោយការដាក់ទារុណកម្មធ្វើទោសហើយជាសេចក្តីសន្យាជាមួយនឹងមនុស្សដែលបានធ្លាក់ក្នុងអំពើបាបដោយសារតែការមិនបានរក្សានៅសេចក្តីបញ្ញត្តិមិនបានរក្សាសេចក្តីបរិសុទ្ធរបស់ព្រះដែលព្រះអង្គបានសន្យាជាមួយគេនៅក្នុងជំពូក3ខ16ខ្ញុំសូមអានជូននេះគឺជាអ្វីដែលព្រះបានមានបន្ទូលហើយអ្វីដែលព្រះអង្គបានសន្យាអំពីការដែលយើងត្រូវស្គាល់ថាព្រះយេស៊ូវគ្រីស្ទជាព្រះសង្គ្រោះនឹងយាងមកដោយរបៀបម៉េចហើយមានតែព្រះយេស៊ូវគ្រីស្ទដែលប្រសូតមកតាមរយៈបទគម្ពីរតែមួយអង្គគត់គឺជាព្រះយេស៊ូវគ្រីស្ទពិតជាព្រះសង្គ្រោះហើយជាព្រះដែលនាំឲ្យបានមេត្រីជាមួយនឹងព្រះវិញនៅក្នុងខទី15អញនឹងធ្វើឲ្យឯងហើយនឹងស្ត្រីឯងកន្លែងនេះគឺជាសត្វពស់ដែលជាឧបករណ៍របស់អារក្សគឺទាំងពូជឯងគឺពូជរបស់អារក្សនិងពូជនាងពូជរបស់ស្ត្រីមានសេចក្តីខ្មាំងនឹងគ្នាពូជនាងនឹងកិនក្បាលឯងហើយឯងនឹងចឹកកែងជើងគេអស់លោកបងប្អូននៅក្នុងនេះគឺបានបញ្ជាក់យើងយ៉ាងច្បាស់ដែលព្រះអង្គបានប្រាប់យើងឃើញនៅក្នុងនេះបានប្រាប់ថាពូជឯងមួយទៀតពូជនាងពូជឯងដូចជាខ្ញុំបានបញ្ជាក់ពូជឯងកន្លែងនេះគឺជាពូជរបស់អារក្សសាតាំងហើយពូជរបស់នាងគឺជាពូជរបស់ស្ត្រីពូជរបស់នាងកន្លែងនេះគឺបានបញ្ជាក់ប្រាប់ថាតាមរយៈស្ត្រីនឹងមានព្រះសង្គ្រោះមួយអង្គដែលមានព្រះនាមថាយេស៊ូដែលត្រូវយាងមកសងថ្លៃប្រោះលោះ
ពីព្រោះឯងបានប្រាប់ថានឹងកិនក្បាលកិនក្បាលរបស់ឯងកិនក្បាលគឺបំផ្លាញកិច្ចការរបស់អារក្សបានបំផ្លិចបំផ្លាញអំណាចរបស់អារក្សគឺបំផ្លាញអារក្សឲ្យសូន្យបង់គឺជាពូជរបស់សត្រីគឺជាព្រះយេស៊ូវគ្រីស្ទដែលជាព្រះសង្គ្រោះគឺមកបំផ្លាញកិច្ចការរបស់អារក្សគឺបំផ្លាញចោលទាំងស្រុងតែម្ដងហើយយើងឃើញនៅក្នុងព្រះគម្ពីរមីកានៅក្នុងព្រះគម្ពីរមីកានៅក្នុងជំពូក5ខទី1ក៏បាននិយាយបានប្រាប់យើងអំពីទីកន្លែងដែលពូជរបស់សត្រីនឹងត្រូវប្រសូតគឺអង្គព្រះយេស៊ូវគ្រីស្ទទ្រង់ប្រសូតនៅទីកន្លែងណាយើងឃើញទី1គឺយើងឃើញយើងដឹងថាព្រះយេស៊ូវគ្រីស្ទត្រូវតែប្រសូតមកតាមរយៈស្ត្រីហើយជាស្ត្រីព្រហ្មចារីព្រះគម្ពីរបញ្ជាក់យ៉ាងច្បាស់គឺជាស្ត្រីមិនមែនជាការដែលបរិសុទ្ធហើយនឹងស្ត្រីនៅជាមួយគ្នាហើយប្រសូតនោះទេប៉ុន្តែទី1នេះឯងគឺព្រះបានប្រាប់ថាព្រះអង្គប្រសូតមកតាមរយៈស្ត្រីគឺដោយឯកវចនៈគឺមិនមានតាមរយៈពូជរបស់បុរសនោះទេតាមរយៈស្ត្រីសុបសាទចំណុចទី2គឺជាទីកន្លែងដែលព្រះយេស៊ូវគ្រីស្ទដែលព្រះអង្គទ្រង់ប្រសូតអស់លោកបងប្អូនបើព្រះយេស៊ូវគ្រីស្ទមិនប្រសូតតាមទីកន្លែងដែលបានបញ្ជាក់ប្រាប់តាមបទគម្ពីរនោះទេនោះមិនមែនជាព្រះគ្រីស្ទដែលជាព្រះសង្គ្រោះនោះទេមិនមែនជាព្រះយេស៊ូវដែលជាព្រះនោះទេតែអាចជាយេស៊ូវមួយផ្សេងទៀតដែលមនុស្សយល់ច្រឡំឬក៏មនុស្សលើកឡើងឬក៏បុគ្គលណាម្នាក់លើកអង្គបុគ្គលនោះឲ្យធ្វើជាព្រះយេស៊ូវតែប៉ុណ្ណោះហើយដូច្នេះហើយដើម្បីស្គាល់ព្រះយេស៊ូវដែលជាព្រះសង្គ្រោះដ៏ពិតប្រាកដគឺយើងមានតែស្គាល់តាមរយៈបទគម្ពីរតាមរយៈព្រះគម្ពីរនៅក្នុងព្រះគម្ពីរមីកាជំពូក5ខ1គឺបានចែងបែបដូចនេះតែឯងអោបេតលេហឹមអេប្រាតាអើយឯងដែលតូចនៅក្នុងស្រុកយូដាទាំងពាន់នឹងមានម្នាក់កើតចេញពីឯងមកឲ្យអញគឺព្រះយេហូវ៉ាដូចជាព្រះគឺអញនៅកន្លែងនេះអ្នកនោះត្រូវឡើងជាអ្នកគ្រប់គ្រងលើអ៊ីស្រាអែលដើមកំណើតរបស់អ្នកនោះមានចាប់តាំងពីបុរាណគឺពីអស់កលរៀងមកយើងឃើញទៅកន្លែងនេះគឺបានបញ្ជាក់ពីទីកន្លែងដែលព្រះយេស៊ូវគ្រីស្ទដែលទ្រង់ប្រសូតគឺព្រះយេស៊ូវគ្រីស្ទដែលជាព្រះពិតប្រាកដគឺត្រូវតែប្រសូតមកជាមនុស្សតាមរយៈស្ត្រីព្រហ្មចារីនៅកន្លែងគឺនៅភូមិបេតលេហឹមស្រុកយូដាជាដាច់ខាតបើសិនជាព្រះយេស៊ូវគ្រីស្ទដែលមនុស្សលោកបានអះអាងឬក៏នរណាម្នាក់បានអះអាងថាខ្លួនឯងជាព្រះយេស៊ូវគ្រីស្ទជាព្រះសង្គ្រោះជាព្រះដែលនាំការផ្សះផ្សានោះប្រសូតមកមិនមែនប្រសូតតាមរយៈស្ត្រីព្រហ្មចារីហើយទីកន្លែងមិនមែនប្រសូតនៅភូមិបេតលេហឹមស្រុកយូដានោះមិនមែនជាព្រះយេស៊ូវគ្រីស្ទដែលជាព្រះសង្គ្រោះនោះទេហើយដូច្នេះការដែលយើងស្គាល់ព្រះយេស៊ូវគ្រីស្ទជានរណាហើយព្រះអង្គជាព្រះសង្គ្រោះដូចម្ដេចហេតុអីបានជាព្រះអង្គជាព្រះសង្គ្រោះគឺយើងត្រូវមើលតាមព្រះគម្ពីរថាព្រះអង្គទ្រង់ប្រសូតមកតាមបទគម្ពីរពីព្រោះបទគម្ពីរបានចែងអំពីទ្រង់ថាព្រះអង្គគឺជាព្រះហើយនៅយើងឃើញនៅក្នុងខទី1នេះក៏ដែរគឺនៅចុងខបានប្រាប់ថាព្រះអង្គបាទដើមកំណើតទ្រង់គឺមានតាំងពីបំផុតកលមកតាំងពីចាស់បុរាណគឺអស់កលរៀងមកគឺមានន័យថាមុនពេលដែលព្រះអង្គមកប្រសូតតាមរយៈស្ត្រីហើយមុនពេលដែលព្រះអង្គមកប្រសូតនៅទីកន្លែងមួយគឺនៅភូមិបេតលេហឹមគឺព្រះអង្គជាព្រះរួចទៅហើយគឺព្រះអង្គជាព្រះរួចស្រេចទៅហើយពីព្រោះអីព្រះគម្ពីរបានបញ្ជាក់យ៉ាងច្បាស់គឺព្រះអង្គប្រជញ្ញរបស់ទ្រង់ព្រះវត្តមានរបស់ទ្រង់កំណើតរបស់ព្រះអង្គគឺមានតាំងពីអស់កលរៀងមកដូច្នេះសួរតើការនេះវាសម្រេចដោយដូចម្ដេចយើងឃើញនៅក្នុងព្រះគម្ពីរដំណឹងល្អម៉ាថាយយើងឃើញនៅក្នុងព្រះគម្ពីរដំណឹងល្អម៉ាថាយជំពូក2ខ1នៅពេលនោះគឺលោកសាវកម៉ាថាយលោកបានសរសេរអំពីទីកន្លែងដែលព្រះយេស៊ូវបានប្រសូតហើយព្រះអង្គបានប្រសូតមកតាមរយៈស្ត្រីព្រហ្មចារីហើយព្រះអង្គក៏បានប្រសូតមកតាមទីកន្លែងដែលបានចែងនៅក្នុងព្រះគម្ពីរដែលបានសរសេរមុន
ពេលដែលលោកម៉ាថាយបានសរសេរព្រះគម្ពីរដំណឹងល្អទាំង4ពលគឺមុនពេលដែលព្រះយេស៊ូវប្រសូតមកជាមនុស្សនៅក្នុងសាច់ឈាមនៅឡើយនៅក្នុងព្រះគម្ពីរម៉ាថាយជំពូក2ខ1បានចែងបែបដូចនេះកាលព្រះយេស៊ូវទ្រង់ប្រសូតមកនៅភូមិបេតលេហឹមស្រុកយូដាក្នុងរាជស្ដេចហេរ៉ូតនោះមានពួកហោរាពីទិសខាងកើតមកដល់ក្រុងយេរូសាឡឹមបាទនេះគឺជាអ្វីដែលយើងត្រូវកំណត់ចំណាំដែលយើងបានឃើញយ៉ាងច្បាស់តែខ្ញុំសង្ខេបឡើងវិញទី1គឺព្រះយេស៊ូវគ្រីស្ទព្រះអង្គបានប្រសូតមកតាមបទគម្ពីរដែលព្រះគម្ពីរបានសន្យាបានប្រាប់មកដល់យើងថាគឺព្រះសង្គ្រោះត្រូវតែប្រសូតតាមរយៈស្ត្រីមិនមែនតាមរយៈមានឪពុកមានម្ដាយប្តីប្រពន្ធនៅជាមួយគ្នាហើយបង្កើតបានទេគឺព្រះអង្គប្រសូតមកតាមរយៈស្ត្រីទី2គឺទីកន្លែងគឺនៅភូមិបេតលេហឹមស្រុកយូដាបើកាលណាមានឈ្មោះណាបុគ្គលណាដែលមានឈ្មោះថាយេស៊ូវតែមិនបានកើតនៅភូមិបេតលេហឹមមិនបានកើតមកតាមរយៈស្ត្រីព្រហ្មចារីយ៍នោះទេនោះគឺជាយេស៊ូវคล้ายមិនមែនជាព្រះយេស៊ូវដែលនាំឲ្យមនុស្សរួចចេញពីអំពើបាបដែលនាំឲ្យមនុស្សមានការផ្សះផ្សាជាមួយនឹងព្រះនោះទេហើយយើងឃើញនៅក្នុងព្រះគម្ពីរកាឡាទីជំពូក4ខ4គឺជាអ្វីដែលសាវកប៉ុលបានប្រាប់យើងយ៉ាងច្បាស់បានប្រាប់ថាការដែលព្រះយេស៊ូវគ្រីស្ទទ្រង់ប្រសូតការដែលព្រះអង្គបានយាងមកប្រសូតនេះគឺតាមបទគម្ពីរហើយតាមក្រឹតវិន័យទៅទៀតហើយតាមក្រឹតវិន័យគឺបានប្រាប់ថាពេលវេលាគឺព្រះអង្គបានទស្សទាយបានប្រាប់តាមរយៈពួកបរិសុទ្ធតាមរយៈហោរាផងព្រះអង្គគឺដល់ពេលកំណត់នោះព្រះសង្គ្រោះគឺព្រះយេស៊ូវគ្រីស្ទដែលប្រសូតមកតាមរយៈស្ត្រីព្រហ្មចារីយ៍ហើយនៅភូមិបេតលេហឹមស្រុកយូដាឯងនឹងមកហើយសាវកប៉ុលបានប្រាប់ថាគឺដល់ពេលកំណត់គឺអង្គព្រះយេស៊ូវគ្រីស្ទព្រះអង្គបានយាងមកហើយព្រះអង្គបានប្រសូតហើយយើងឃើញនៅក្នុងម៉ាកុសដំណឹងល្អម៉ាកុសជំពូក10ខ45គឺអង្គព្រះយេស៊ូវគ្រីស្ទព្រះអង្គទ្រង់មកប្រសូតមកគឺគោលបំណងដ៏ធំរបស់ព្រះអង្គគឺមកសងថ្លៃប្រោសលោះគឺមកលោះមនុស្សចេញពីអំណាចនៃអំពើបាបពលគឺព្រះអង្គមកបំផ្លាញកិច្ចការរបស់អរិយមកជន់ក្បាលអរិយមកផ្ដាច់អំណាចរបស់អរិយឲ្យសូន្យបង់លែងឲ្យមានអរិយបានផ្ដាច់អំណាចរបស់មនុស្សលោកចេញពីអំណាចរបស់អរិយលែងឲ្យអំណាចរបស់អរិយគ្រប់គ្រងទៅលើមនុស្សដែលជាកូនរបស់ព្រះទៀតហើយគឺយើងឃើញនៅក្នុងព្រះគម្ពីរម៉ាកុសដំណឹងល្អម៉ាកុសជំពូក10ខ45ហើយយើងឃើញនៅពេលដែលថូម៉ាស់ជាអ្នកបម្រើព្រះអង្គដែលបានសួរដែលគេឆ្ងល់ទូថាព្រះអង្គដែលទ្រង់បានបង្រៀននឹងធ្វើទីសម្គាល់ការអស្ចារ្យជាច្រើនហើយដែលមានសាវកទៀតដែលបានដឹងថាព្រះអង្គគឺជាព្រះរាជបុត្រានៃព្រះហើយព្រះអង្គថាស្គាល់អង្គទ្រង់ដែលស្គាល់ព្រះអង្គដែលជាព្រះយេស៊ូវគ្រីស្ទដែលប្រសូតមកតាមរយៈស្ត្រីព្រហ្មចារីយ៍ដែលប្រសូតមកនៅក្នុងស្រុកយូដាគឺនៅភូមិបេតលេហឹមហើយព្រះអង្គបានប្រសូតមកដើម្បីប្រសងបជនផងព្រះអង្គទុកជាថ្លៃប្រោសលួចដល់មនុស្សជាច្រើននោះអញ្ចឹងសូមព្រះអង្គបានសពព្រះハរតីបង្ហាញឲ្យទូលបង្គំឃើញព្រះវរបិតាផងនៅពេលនោះគឺព្រះយេស៊ូវគ្រីស្ទព្រះអង្គទ្រង់មានបន្ទូលនៅក្នុងព្រះគម្ពីរដំណឹងល្អយ៉ូហានជំពូកទី14ខ9ព្រះអង្គបានប្រាប់ទៅកាន់ថូម៉ាស់ថាថូម៉ាស់អើយអ្នកស្គាល់ខ្ញុំយូរដល់ម្លេះតើអ្នកមិនដឹងទៀតទេឬអីអ្នកឯងមិនយល់ទេឬអីថានៅពេលដែលអ្នកឃើញខ្ញុំនោះគឺឈ្មោះថាឃើញដល់ព្រះវរបិតាហើយហាឡេលូយ៉ានេះគឺជាសេចក្តីសន្យាជាសេចក្តីពិតដែលព្រះអង្គបានបង្ហាញអង្គទ្រង់ប្រាប់ថាព្រះអង្គព្រះយេស៊ូវគ្រីស្ទគឺជាព្រះដែលគង់នៅជាមួយនឹងព្រះវរបិតាតាំងពីអស់កលរហូតដល់បំផុតកលដូចជាព្រះគម្ពីរមីកាជំពូកទី5ខ1ដែលយើងបានអានអំបញ្ញមិញពីទីកន្លែងដែលព្រះអង្គបានប្រសូតហើយដែលព្រះអង្គប្រសូតនេះគឺមិនមែនមានន័យថាព្រះអង្គទើបតែចាប់ផ្ដើមជាព្រះអង្គទើបតែមានប្រវត្តិមាននៅលើផែនដីនេះនោះទេក៏ប៉ុន្តែព្រះអង្គគឺជាព្រះតាំងពីអស់កលមកហើយនៅពេលនេះគឺព្រះបានបញ្ជាក់ទៅកាន់សិស្សរបស់ព្រះអង្គបានប្រាប់ថាអ្វីដែលអ្នកឯងឃើញគឺដែលអ្នកឯងស្ដាប់ឮនេះគឺឮដល់ព្រះបន្ទូលរបស់ព្រះវរបិតាអ្វីដែលអ្នកឯងកំពុងតែរៀននេះគឺអ្នកឯងរៀនចេញពីព្រះវរបិតាដែលអ្នកកំពុងតែស្ដាប់ឮសំឡេង
ដែលកំពុងតែនិយាយជាមួយនឹងអ្នករាល់គ្នានេះនោះគឺជាសម្លេងរបស់ព្រះវរបិតាមានន័យថាព្រះយេស៊ូវគ្រីស្ទគឺជាព្រះហើយព្រះវរបិតាទ្រង់ដែលចាត់បញ្ជូនព្រះរាជបុត្រាមកគឺព្រះយេស៊ូវគ្រីស្ទឲ្យមកប្រសូតជាសាច់ឈាមនៅក្នុងសាច់ឈាមជាមនុស្សព្រះអង្គគឺជាព្រះហើយព្រះអង្គតែមួយគឺគង់នៅតែមួយជាមួយនឹងព្រះយេស៊ូវគ្រីស្ទគឺព្រះអង្គគង់នៅជាមួយនឹងព្រះវរបិតាគឺព្រះនៅក្នុងអង្គទ្រង់គឺជាព្រះពិតតែមួយតែព្រះអង្គគឺជាព្រះពិតជាមួយគ្នាគឺព្រះអង្គមាន3អង្គបុគ្គលទីតីអំពីគ្នាគឺព្រះវរបិតាព្រះយេស៊ូវគ្រីស្ទហើយនឹងព្រះវិញ្ញាណបរិសុទ្ធហើយខ្ញុំមុននឹងបញ្ចប់គឺខ្ញុំសូមឲ្យបងប្អូនទាំងអស់គ្នាចាប់អារម្មណ៍ទៅលើព្រះបន្ទូលផងព្រះអង្គដើម្បីបញ្ជាក់ថាព្រះយេស៊ូវបែបណាហើយព្រះអង្គប្រសូតនៅទីណាហើយអ្ហ្មិចបានជាយើងត្រូវជឿលើព្រះយេស៊ូវគ្រីស្ទឬក៏មានមនុស្សជាច្រើនហេតុអីបានជាមនុស្សច្រើនជឿថាព្រះយេស៊ូវព្រះអង្គគឺជាព្រះអញ្ចឹងនៅកន្លែងនេះគឺនៅក្នុងព្រះគម្ពីរដំណឹងសម្បត្តិកូរិនថូសទី1ចំពុក15ទី1ចំពុក15គឺខ្ញុំអានខ1និងខ2ចាំជាការពិតយើងអាចអានរហូតដល់ខទី11ក៏ប៉ុន្តែខ្ញុំអានតែ2ខនោះទេដោយសារតែពេលវេលាផងដែរបាទបងប្អូនអើយខ្ញុំចង់ប្រាប់អ្នករាល់គ្នាពីដំណឹងល្អគឺព្រះយេស៊ូវគ្រីស្ទដែលខ្ញុំបានផ្សាយរួចមកហើយជាដំណឹងល្អដែលអ្នករាល់គ្នាទទួលក៏ឈរនៅក្នុងនោះផងអ្នករាល់គ្នាកំពុងតែបានសង្គ្រោះដោយសារដំណឹងល្អនោះផងគឺបើសិនជាកាន់ខ្ជាប់តាមព្រះបន្ទូលដែលខ្ញុំបានថ្លែងប្រាប់មកលើកតែអ្នករាល់គ្នាបានជឿដោយឥតបើគិតបាទនេះគឺជាដំណឹងល្អដែលសិវពលបានប្រាប់ថាដំណឹងល្អនោះឯងហើយមនុស្សយើងដែលឮដំណឹងល្អគឺត្រូវឈរហើយនៅជាប់ជាមួយនឹងដំណឹងល្អគឺដោយជឿកុំចាំបាច់រកហេតុផលអីផ្សេងទៀតក្រៅពីជំនឿតាមរយៈការបើកបង្ហាញដ៏ពិតប្រាកដតាមរយៈបទគម្ពីរគឺអ្វីគឺតាមបទគម្ពីរគឺមិនមែនកើតឡើងតាមការគិតឬក៏តាមការលើកឡើងរបស់បុគ្គលណាម្នាក់នោះទេគឺព្រះយេស៊ូវគ្រីស្ទដ៏ពិតប្រាកដគឺព្រះអង្គប្រសូតមកតាមបទគម្ពីរហើយព្រះអង្គយាងមកដើម្បីធ្វើជាព្រះសង្គ្រោះព្រះអង្គប្រគល់រូបអង្គទ្រង់សុគតសងថ្លៃលួសបាបដល់មនុស្សជាច្រើនដូច្នេះសំណួរសួរថាតើព្រះយេស៊ូវជានរណាព្រះអង្គគឺជាព្រះហើយដែលបញ្ជាក់ទោះបីជាមានឈ្មោះថាយេស៊ូវឬក៏គ្រីស្ទច្រើនប៉ុណ្ណាក៏ដោយជនជាតិណាក៏ដោយក៏ប៉ុន្តែបើសិនជាព្រះគ្រីស្ទនោះឬក៏យេស៊ូវនោះមិនប្រសូតតាមបទគម្ពីរហើយមិនបានសគត់នឹងរស់ឡើងវិញតាមបទគម្ពីរទេនោះមិនមែនជាយេស៊ូវដែលជាព្រះនោះទេឈ្មោះថាយេស៊ូវគ្រីស្ទដ៏ជាព្រះដ៏ពិតប្រាកដគឺជាព្រះយេស៊ូវគ្រីស្ទដែលព្រះអង្គទ្រង់បានប្រសូតមកតាមបទគម្ពីរហើយព្រះអង្គបានរងទុក្ខនិងសគត់ម្ដងទុកជាថ្លៃប្រោសលួសដល់មនុស្សជាច្រើននឹងរស់ឡើងវិញនៅថ្ងៃទី3ក៏តាមបទគម្ពីរនេះគឺជាដំណឹងល្អដូច្នេះសូមម្ចាស់សំណួរហើយនឹងអស់លោកបងប្អូនដែលកំពុងតែស្វែងរកហើយនឹងកំពុងតែពិចារណាតើអង្គព្រះយេស៊ូវគ្រីស្ទព្រះអង្គគឺជានរណាដូច្នេះសូមអស់លោកបងប្អូនជឿប្រកាសថាព្រះយេស៊ូវគ្រីស្ទដែលប្រសូតមកតាមបទគម្ពីរតាមរយៈស្ត្រីព្រហ្មចារីយ៍ហើយព្រះអង្គបានប្រសូតមកនៅភូមិបេតលេហឹមស្រុកយូដាហើយព្រះអង្គបានសគត់នឹងរស់ឡើងវិញនោះគឺជាព្រះដ៏ពិតដែលអាចជួយអស់លោកបងប្អូននិងនាំអស់លោកបងប្អូនបានមេត្រីមានទំនាក់ទំនងជាមួយនឹងព្រះវិញដូចបានដោយព្រះគុណនិងក្តីមេត្តាករុណារបស់ព្រះអង្គបាទសូមព្រះបានប្រទានពរដល់អស់លោកបងប្អូនទាំងអស់គ្នាបាទ